វ៉ាន់ចេញអស់ទៅវិញឯងនេះរមើលគុណមែនឯងបោកប្រាស់ខ្ញុំឯណាមានយកព្រមឡើងថ្លៃឈ្នួលហើយក៏មិនទាន់ចុះកុងត្រាថ្មីដែរពេលនោះបងជាអ្នកនិយាយថាបើមិនទទួលយកថ្លៃ 9,500 ទេគឺឲ្យខ្ញុំរើចេញខ្ញុំក៏យល់ព្រមតាមបងមិនព្រមឡើងថ្លៃក៏រើចេញមានបញ្ហាអីឯងច្បាស់ជាយល់ព្រមហើយខ្ញុំថាបានគឺយល់ព្រមរើចេញមិនមែនយល់ព្រមឡើងថ្លៃឈ្នួលទេបងនាំគេមកគៀបឲ្យខ្ញុំឡើងថ្លៃខ្ញុំរើចេញបែរជាមកបន្ទោសខ្ញុំមិនហួសចិត្តទេចាងឈិនបើកហាង3ឆ្នាំមិនដែលជំពាក់ថ្លៃឈ្នួលទេបងឯងឡើងថ្លៃបែបនេះនរណាទទួលយកបានគេរើចេញហើយនៅមករករឿងទៀតមិនចេះខ្មាស់គេទេបងឯងធ្វើបែបនេះហួសហេតុពេកហើយឯងចាំមើលចុះខ្ញុំនឹងធ្វើឲ្យឯងរកស៊ីលែងកើតអ្នកទាំងអស់គ្នាសុំទោសដែលរំខានការញ៉ាំថ្ងៃនេះអតិថិជនទាំងអស់គឺញ៉ាំហ្វ្រីល្អណាស់ថៅកែចិត្តទូលីមែនដោយសារតែតែចរិតលោកនេះហើយថ្ងៃក្រោយពួកយើងនឹងមកញ៉ាំរាល់ថ្ងៃថៅកែហាងយើងល្បីពេញក្រុងហើយមានមនុស្សជាច្រើនចង់មកមើលមុខម្ចាស់ផ្ទះចិត្តខ្មៅហាងខ្ញុំក៏ក្លាយជាកន្លែងល្បីដោយមិននឹកស្មានដល់ប៉ុន្មានថ្ងៃជាប់គ្នាតាំងពីព្រឹកដល់យប់ហាងពេញរហូតខ្ញុំរវល់នៅក្នុងផ្ទះបាយរាល់ថ្ងៃដើម្បីធានាថាគុណភាពម្ហូបនៅតែឆ្ងាញ់ដូចដើមខ្ញុំដឹងថាភាពអ៊ូអរនឹងកន្លងផុតទៅអ្វីដែលអាចរក្សាភ្ញៀវបានគឺរសជាតិចំណែកសិនស៊ូឈីនតាំងពីថ្ងៃដែលរត់ចេញទៅនោះមកក៏មិនដែលឃើញមុខទៀតទេពេលដែលខ្ញុំគិតថាជីវិតនឹងរលូនបែបនេះជារហូតនោះបញ្ហាក៏មកដល់អ្នកដែលដឹងរឿងមុនគេគឺអាធានខឹងស្លាប់ហើយខាងក្រៅមានគេដើរនិយាយដើមហាងយើងនរណានិយាយពូវ៉ាងដែលបើកម៉ាត់នៅទល់មុខនោះដើរប្រាប់គេថាគ្រឿងផ្សំក្នុងហាងយើងមិនស្រស់ទេក៏ខ្វក់ណាស់ពូវ៉ាងថែមទាំងនិយាយថាថៅកែមិនមែនរើចេញដោយខ្លួនឯងទេគឺដោយសារតែជំពាក់ថ្លៃឈ្នួលច្រើនខែទើបសិនស៊ូឈីនដេញចេញថៅកែហាងនេះចិត្តខ្មៅណាស់ប្រើប្រេងញ៉ុកខ្វក់ហើយជំពាក់ថ្លៃឈ្នួលទៀតត្រូវម្ចាស់ផ្ទះដេញចេញរបស់មនុស្សបែបនេះញ៉ាំទៅច្បាស់ជាឈឺពោះមិនខានគាត់ហួសហេតុពេកហើយខ្ញុំត្រូវតែទៅប្រដៅគាត់ម្ដងកុំឆេវឆាវឆ្លោះជាមួយគាត់គ្មានប្រយោជន៍ទេម្យ៉ាងទៀតបើឯងហ៊ានប៉ះគាត់នឹងដេកស៊ីឡាឯងមិនខានទប់ទល់មនុស្សបែបនេះមិនអាចប្រើហិង្សាទេខ្ញុំដើរទៅមាត់ទ្វារហាងនិយាយទៅកាន់ភ្ញៀវខាងក្នុងដែលកំពុងព្រួយបារម្ភដោយសារតែពាក្យចាំអារ៉ាមនោះថាបងប្អូនអ្នកជិតខាងទាំងអស់គ្នាសូមស្ងាត់បន្តិចខ្ញុំដឹងថាថ្មីនេះមានពាក្យចាំអារ៉ាមពីហាងខ្ញុំថាខ្ញុំប្រើប្រេងញ៉ុកខ្វក់ចាប់ពីថ្ងៃស្អែកទៅផ្ទះបាយនឹងបើកចំហពេញមួយថ្ងៃសូមស្វាគមន៍មកទស្សនានិងត្រួតពិនិត្យបានគ្រប់ពេលល្អថៅកែចាំងពិតជាក្លាហានមែនថ្ងៃស្អែកច្បាស់ជាមកថ្ងៃបន្ទាប់ខ្ញុំបានព្រីនខិតបានជាច្រើនសัญลักษณ์ទុកមុនថៅកែចាំងពួកយើងជួយចែកពួកយើងជឿជាក់លើលោកបាទអរគុណអ្នកទាំងអស់គ្នាហើយអរគុណខ្លាំងណាស់ម៉ោង 11 កន្លះថ្ងៃត្រង់មុខហាងមានមនុស្សក៏កុញទៅហើយគ្រប់គ្នាកំពុងតែខ្សឹបខ្សៀវគ្នាសុទ្ធតែចង់ដឹងថាខ្ញុំនឹងបង្ហាញភាពស្អាតស្អំយ៉ាងម៉េចសិនស៊ូឈីននិងវ៉ាងធីជូក៏មកដែរពួកគេលាក់ខ្លួនក្នុងចំណោមហ្វូងមនុស្សចង់មើលថាខ្ញុំនឹងដោះស្រាយយ៉ាងម៉េចបងប្អូនអ្នកជិតខាងទាំងអស់គ្នាអរគុណដែលបានមកនៅថ្ងៃនេះឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលផ្ទះបាយអ្នកទាំងអស់គ្នាអាចមើលនិងត្រួតពិនិត្យបានតាមសប្បាយបើមានបញ្ហាអ្វីខ្ញុំទទួលខុសត្រូវភ្លាមព្រះឲ្យផ្ទះបាយនេះស្អាតខ្លាំងណាស់ស្អាតជាងផ្ទះបាយផ្ទះខ្ញុំទៅទៀតប្រេងនេះសុទ្ធតែថ្មីមានប្រេងញ៉ុកខ្វក់មកពីណាពាក្យចាំអារ៉ាមសុទ្ធតែប្រឌិតបរិយាកាសផ្ទះបាយបែបនេះពេញមួយផ្លូវនេះរកហាងទី2មិនបានទេថៅកែចាំងពិតជាមានសិលធម៌មែនអ្នកទាំងអស់គ្នាសូមស្ងាត់បន្តិចមូលហេតុដែលខ្ញុំបើកផ្ទះបាយឲ្យមើលនៅថ្ងៃនេះគឺដោយសារមានគេមានចិត្តងារអាក្រក់មួយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំនិងហាងរបស់ខ្ញុំឥឡូវខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាស្ដាប់ថាពាក្យចាំអារ៉ាមនេះចេញមកពីនរណានិយាយរួចខ្ញុំក៏បើកទូរស័ព្ទចាក់សំឡេងដែលសិនស៊ូឈីននិយាយនៅមុខខាងខ្ញុំកាលពីម្សិលមិញអ្នកទាំងអស់គ្នាកុំមកញ៉ាំអីហាងនេះអីថៅកែហាងនេះចិត្តខ្មៅណាស់ប្រើប្រេងញ៉ុកខ្វក់អ្នកទាំងអស់គ្នាមើលចុះគឺពួកគាត់ទាំងពីរអ្នកនេះហើយសិនស៊ូឈីនម្ចាស់ផ្ទះចាស់របស់ខ្ញុំនិងប្តីរបស់គាត់វ៉ាងធីជូគឺពួកគេនេះហើយដោយសារខ្ញុំមិនព្រមឡើងថ្លៃឈ្នួលតាមការទាមទារក៏មួយបង្ខូចកេរ្តិ៍ឈ្មោះហាងខ្ញុំពួកគេគឺជាប្រភពនៃពាក្យចាំអារ៉ាមលឺយូរហើយថាពីរអ្នកនេះមិនមែនជាមនុស្សល្អទេនឹកស្មានមិនដល់ថាហ៊ានធ្វើរឿងបែបនេះសោះគឺចឹងហើយមួយថ្ងៃគិតតែកេងចំណេញគេឥឡូវសំបីតែបង្ខំគេឲ្យឡើងថ្លៃឈ្នួលរឿងបែបនេះក៏ហ៊ានធ្វើដែរពិតជាគ្មានសតិសម្បជញ្ញៈមែនខ្ញុំមើលទៅបេះដូងពួកគេទាំងពីរខ្មៅតាំងពីកំណើតមកម្លេះបងចាងប្រាប់រឿងមួយហាងសិនស៊ូឈីននោះតម្លៃថ្លៃស្រាប់ពិបាកជួលណាស់ឥឡូវមានរឿងនេះទៀត